បាទសួស្តីបងប្អូនខ្ញុំកំពុងតែនៅទីលានដើម្បីធ្វើតេស្តរថយន្ត Relay Station អញ្ចឹងខ្ញុំពិតជាមានឱកាសល្អមែនទែនដែលបានបើកបររថយន្ត Relay នៅក្នុងបរិវេណរោងចក្របរិវេណធ្វើតេស្តបាទអូខេ good អញ្ចឹងយើងធ្វើតេស្តបងប្អូនថាតើរថយន្ត Relay ដំណើរការយ៉ាងបាទថងបងបាទដំណើរការយ៉ាងរបៀបម៉េចបាទបាទអញ្ចឹងនៅក្នុងគណៈពេលនេះយើងអង្គុយប៉ុន្មានបងអង្គុយយើងនេះគឺយើងនៅសល់បងប្អូនឃើញហ្នឹងគឺយើងនៅសល់ 34% ហើយបងប្អូនឃើញនេះមួយទៀតអញ្ចឹងសម្រាប់ដែលយើងប្រើរថយន្តអគ្គិសនីឡើងឡានភ្លាមយើងត្រូវមើលភ្លើងយើងនៅសល់ 34% ចម្ងាយផ្លូវដែលយើងនៅរត់បានគឺ174គីឡូទៀតបាទអញ្ចឹង174គីឡូបាទសម្រាប់រថយន្តនេះគឺយើងបញ្ចូលមកពេញយើងបាន500គីឡូជាងហ៎អញ្ចឹងអានេះនៅសល់តែ 34% ទេបាទអញ្ចឹងយើងចាប់ផ្ដើមតេស្តបងប្អូនគ្នាបាទទៅហើយអូខេវ៉ាវអញ្ចឹងខ្ញុំនឹងចូលឆ្វេងបងមកឆ្វេងធ្វើទេដូចគាត់វិញដែរចង់ដឹងថាតើពេលដែលយើងជិះនៅផ្លូវកលុកកលាក់ផ្លូវឡើងចុះជារបៀបម៉េចបាទអញ្ចឹងឃើញថាជើងក្រោមវាស្ងាត់ជ្រាបមែនតើបាទ这个按的那个上面那个师傅ស្ងាត់ជ្រាបតែម្ដងបាទនេះខ្ញុំធ្វើតេស្តពាក់ព័ន្ធទៅនឹងផ្លូវបាយខំដែរបាទមកដកសញ្ញាសុំផ្លូវចេញបាទអញ្ចឹងសម្រាប់រោងចក្រពិតជាមានការយកចិត្តទុកដាក់ខ្ពស់មែនទែនបាទនឹងបងគ្រឿងក្រមវាមានអារម្មណ៍មិនដែរបងអូគ្រឿងក្រមហាប់ល្អមែនទែនអូខេអញ្ចឹងជារថយន្តមួយដែលខ្ញុំទុកចិត្ត 100% ថាបងប្អូននឹងពេញចិត្តពេលដែលយកទៅដល់គឺជិះដោយទំនុកចិត្តជិះដោយផាសុខភាពមែនទែនបាទនឹងសុខភាពនេះខ្ញុំបើកចុះទឹកដែរបាទអញ្ចឹងយើងនឹងបើកចុះទឹកហើយបងប្អូនអាចឃើញថាគេបានដាក់កន្លែងធ្វើតេស្តនេះគឺគេដាក់ជំរឿបងប្អូននោះគេដាក់ជំរឿអញ្ចឹងជំរឿដែលយើងធ្វើតេស្តនេះគឺនៅក្នុងនីវ៉ូវា50សង់ទីម៉ែត្រប៉ុន្តែទឹកអាឡុកឡើងខ្ពស់ណាបងប្អូនទឹកអាឡុកចូល1ម៉ែត្រទេបាទអញ្ចឹងវាចូល1ម៉ែត្រខ្ពស់ជាងអាហ្នឹងបើចូល1ម៉ែត្រមែនតើបាទអញ្ចឹងRelayគឺឆ្លងកាត់ដោយសុវត្ថិភាពទឹកនឹងវា55ប៉ុន្តែទឹកឡើងវាចូល1ម៉ែត្របាទអញ្ចឹងជាកូនបីដែរបងជាកូនបួងទៅអូនិយាយរួមគឺទុនល្អយើងអត់មានចាំបាច់ប្រើកម្លាំងអីខ្លាំងទេបាទបងប្អូនឃើញការបើកបររបស់ខ្ញុំគឺលក្ខណៈទៅ relax បាទនេះថាយើងអត់មានប្រឹងអត់មានអីទេទាំងកម្លាំងដែលយើងជន់បាទនៅពេលដែលយើងជន់គឺអត់មានប្រើកម្លាំងអីខ្លាំងទេខ្ញុំជន់ឲ្យខ្លាំងហើយបាទឡើងហើយបាទអូនេះឡើងដល់100ជាងហើយបាទអញ្ចឹង100ជាងគឺរយៈពេលខ្លីមែនទែនបាទរយៈពេលខ្លីមែនទែនអូអេមក very fast បាទ strong ហើយស្ទុះនេះគឺយើងធ្វើតេស្តបាទធ្វើតេស្តផ្លូវពាក់ព័ន្ធទៅនឹងផ្លូវបត់បាទអញ្ចឹងផ្លូវកោងក៏គេធ្វើតេស្តឲ្យយើងដែរសម្រាប់ទីលានធ្វើតេស្តអញ្ចឹងឲ្យយើងប្រើប្រាស់ទៅគឺពាក់ព័ន្ធទៅនឹងប្រព័ន្ធចង្កូតពាក់ព័ន្ធទៅនឹងប្រព័ន្ធ suspension គឺវាអាចដំណើរការដូចដែលយើងគិតទុកជាមុនអញ្ចឹងណាបាទបងត្រៀសផ្លូវមូលបន្តិចចង់ចង្កូតវាអញ្ចឹងយើងនឹងធ្វើតេស្តទៅលើផ្លូវកៅផ្លូវដែលមានវងមូលបាទនៅកន្លែងរោងចក្រនេះគឺគេឲ្យយើងធ្វើតេស្តគ្រប់ស្ថានភាពផ្លូវតែម្ដងដូចផ្លូវដែលយើងប្រើប្រចាំថ្ងៃអញ្ចឹងដែរបាទពិតជារីករាយមែនទែនហើយជាលើកទី1សម្រាប់ជីវិតរបស់ខ្ញុំដែរដែលមកធ្វើតេស្តរថយន្តផ្ទាល់នៅរោងចក្រហើយ confirm ថារថយន្តនេះគឺពិតជាល្អសម្រាប់ផ្ដល់ជូនឲ្យបងប្អូនដោយទំនុកចិត្តទាំងខ្លួនឯងជាអ្នកលក់បាទទាំងក្នុងនាមជាក្រុមហ៊ុនដែលនឹងនាំរថយន្តជូនបងប្អូនគឺដែលអស់ចិត្តណាបាទគឺអស់ចិត្តមែនតើដែលយើងបានប្រជាជនកម្ពុជាយើងគាត់យកទៅប្រើទៅដឹងថាពេញចិត្តបាទអញ្ចឹងគឺដោយទំនុកចិត្តបងឃើញនេះខ្ញុំធ្វើតេស្តផ្លូវវងមូល
ងាត់ស្រៀបបងប្អូនពេញចិត្តមែនទេហើយបងប្អូនដែលកំពុងតែស្វែងរករថយន្ត pick up ដែលសន្សំសំចៃខ្ពស់កម្លាំងខ្លាំងហើយពិសេសទៅទៀតគឺបរិស្ថានល្អបាទបងប្អូនជិះរថយន្តអគ្គិសនីជួយឲ្យបរិស្ថាននៅក្នុងប្រទេសកម្ពុជារបស់យើងមានភាពបៃតងអត់មានជាតិពុលនៅតាមផ្លូវបាទអញ្ចឹងគឺជាអ្វីដែលយើងចាប់ផ្ដើមទាំងអស់គ្នាសម្រាប់ឲ្យប្រទេសរបស់យើងចេះតែរីកចម្រើនប្រជាជនមានសុខភាពល្អមិនអញ្ចឹងទេបាទអរគុណបងអរគុណ